សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅថ្ងៃនេះថាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានកត់ត្រានៅការបង្កហេតុរបស់យោធាថៃដោយនៅថ្ងៃទី7ខែធ្នូឆ្នាំ2025យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលធ្វើជើងនៅតំបន់ប្រលានថ្មស្រុកជាំខ្សានខេត្តព្រះវិហារចាប់ពីម៉ោងប្រមាណ 14:15 នាទីរហូតដល់ម៉ោងប្រមាណ 14:32 នាទីហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាខណៈដែលការពិតជាក់ស្ដែងគឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយក្រសួងការពារជាតិកម្ពុជាសូមបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃដែលមានគោលបំណងបំភាន់សាធារណមតិជាតិនិងអន្តរជាតិនិងយកមកធ្វើជាលេសដើម្បីបង្កឲ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញលើសពីនេះនៅវេលាម៉ោងប្រមាណ 20:02 នាទីយប់យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទី2ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជាក្នុងភូមិសាស្ត្រអូផ្កាស្នេហ៍បន្ទាប់មកនៅវេលាម៉ោង 20:30 នាទីកងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជានៅទីតាំងប្រលានថ្មក្នុងស្រុកជាំខ្សានខេត្តព្រះវិហារជាទីតាំងដែលយោធាថៃបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025នេះដោយប្រើកាំភ្លើងដៃនិងកាំភ្លើងត្បាល់បាញ់ជាច្រើនគ្រាប់សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃបានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង 20:50 នាទីយប់ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនៅក្នុងឧបទ្ទហេតុលើកទី2នោះកងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយនិងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាជូនដំណឹងជាលើកទី2ទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អំពីឧបទ្ទហេតុនេះរួចហើយព្រមទាំងគ្រងនឹងស្នើឲ្យ AOT ចុះទៅទីតាំងដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននៅតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវកម្ពុជាសូមគូបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេអាស្រ័យហេតុដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃអាទិត្យ2រោចខែមករាឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី7ខែធ្នូឆ្នាំ2025